លោកអប្រាជ្ញនេះគឺជាសារសំឡេងដែលគេផ្ញើសម្រាប់ឲ្យលោកអប្រាជ្ញឯងលោកអប្រាជ្ញខ្ញុំសោកស្ដាយជំនួសដែលលួចស្រឡាញ់កូនគេដល់ថ្នាក់បង្ហោះរូបកូនគេហើយកាត់តវីដេអូរូបកូនគេគំរាមដល់លោកអប្រាជ្ញខ្លាំងណាស់ខ្ញុំក៏ខ្លាចដែរលោកអប្រាជ្ញយើងគ្មានលុយពីណាបង់គេទេហើយយើងជាប់គុកហ្វ្រីដឹងអត់លោកអប្រាជ្ញខ្ញុំដឹងខ្ញុំលុបចេញហើយក្នុង Facebook ខ្ញុំនោះមិនសពថ្ងៃណាមានលុយនឹងឈ្នះខ្ញុំត្រឹមជាឋានៈអប្រាជ្ញគ្មានលុយនឹងគេទេធ្វើមិនឈ្នះគេខ្ញុំបានត្រឹមតែច្បាំងយកទឹកដីកាន់តបរាប់ម៉ឺនរាប់សែនហើយប៉ុណ្ណឹងមិនអស់ចាដូចគេទេគេមានលុយមានឡានមានម៉ូតូមានយន្តហោះគេដេកនឹងពូកគេអាចចាប់ខ្ញុំបានដោយស្រួលខ្ញុំដេកក្នុងព្រៃធ្វើសង្គ្រាមច្បាំងយកទឹកដីគ្មានអ្វីអស់ចាទេលោកអប្រាជ្ញខ្វះអីនៅលើលោកនេះមនុស្សស្រីកុំទៅតាក់ទងជាមួយគេដឹងថាគេអ្នករៀនអ្នកសូត្រគេជាតកូលល្អយើងមិនសមនឹងគេទេលោកអប្រាជ្ញដឹងអត់ដឹងហើយបើដឹងហើយឈប់ទៅហើយខ្ញុំដឹងតែខ្ញុំធ្វើនឹងប៉ះពាល់ដល់កិត្តិយសកូនស្រីគេតែខ្ញុំធ្វើខ្ញុំភ្លេចខ្លួនឯងឆឹងព្រោះចិត្តវិទ្យាឲ្យធ្វើអញ្ចឹងលោកអប្រាជ្ញដឹងហើយថាគេទៅរករឿង10ទេណោទៅហើយគេនិយាយជាមួយម៉ែលោកអប្រាជ្ញឯងទៀតហើយគេថាបើលោកអប្រាជ្ញឯងមិនព្រមលុបទេ7ថ្ងៃទៀតគេនឹងរករឿងហើយលោកអប្រាជ្ញឆាប់លុបចេញទៅខ្ញុំយល់ហើយថាមនុស្សលោកយើងយកកិត្តិយសធំជាងអ្វីទាំងអស់ព្រោះថាកិត្តិយសថ្លៃថ្នូរទ្រព្យសម្បត្តិដល់ប្រសើរទៅគេរាប់អានតែបើកិត្តិយសមិនថ្លៃថ្នូរទ្រព្យសម្បត្តិមិនប្រសើរគ្មានគេរាប់អានទេខ្ញុំដឹងខ្ញុំថាជាអបរាជទូទាប៉ុណ្ណឹងគេមិនរាប់អានខ្ញុំទេទៅគេគំរាមចាប់ខ្ញុំអញ្ចឹង